បាទសូមជម្រាបសួរហើយសួស្តីបងប្អូនដែលធ្លាប់តែតាមដានវីដេអូខ្ញុំទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានវីដេអូមួយធ្វើអំពីការបាញ់ផ្ទាំងស៊ីបបាទគឺបាញ់ដបថ្នាំបាទដបថ្នាំស្ប្រាយបាញ់ថ្នាំពណ៌ខ្មៅហ្នឹងតែចង់ដឹងថាវាបាញ់ធ្លុះអត់ហើយកម្លាំងវាខ្លាំងប៉ុណ្ណាឥឡូវនេះខ្ញុំដូរកណ្ដុងថ្មីហ្នឹងនេះដាក់កណ្ដុង 5.5 លីទិញមកថ្មីនេះគឺកណ្ដុងនេះបាទដែលខ្ញុំកាត់ចេញទិញមក1 ម៉ែត្រទិញមកគឺ1 ម៉ែត្រឥឡូវខ្ញុំកាត់ចេញ3 ទឹកហើយខ្ញុំដាក់7 ទឹកនេះគឺដែកដុល្លារគឺកណ្ដុងក្រាស់ដែកដុល្លារមួយដើម700 បាតហើយក្របនេះគឺមួយក្រប3 បាតទិញមកមួយក្រប3 បាត100 ក្រប300 បាតគឺក្រប 5.5 លីបងប្អូននេះឃើញក្របវាចឹងឯងគឺដូចគឺក្បាលវារៀងកតិបតែគូតវាមានប្រហោងតាក់ខ្យល់ល្អណាស់ហើយកណ្ដុងនេះវិញគឺល្អមែនទែនបាទក្រាស់ល្អណាស់បាទអាខ្លីនេះទុកធ្វើកភ្លើងអាខ្លីមួយទៀតអត់ចោលទេស្ដាយគ្រាន់តែប៉ុណ្ណឹង100 200 300ហើយក្របហើយនឹងកណ្ដុងហ្នឹងវាល្មមគ្នាបាច់នេះល្មមបាច់តែម្ដងនេះមកជាប់ក្រោមបាទកណ្ដុងនេះស្អាតមែនទែនបងប្អូនកណ្ដុងដរ៉ាខ្ញុំស្រឡាញ់ណាកណ្ដុងដរ៉ាបើកណ្ដុងដែកអត់ស្រឡាញ់ដែកវាច្រេះវាពិបាកនឹងយើងជូតច្រេះចេញខាងក្នុងតែបើកណ្ដុងដរ៉ាហើយនឹងកណ្ដុងស្ពាន់ខ្ញុំស្រឡាញ់វាអត់មានច្រេះហើយណាមួយវាស្រួលធ្វើផងវាអត់សូវរឹងតែវាអត់វាចទេបងប្អូនដែកក្រាស់ចេះអត់វាចទេឥឡូវកុំអីខាត់ពេលច្រើនបងប្អូនចូលទៅមើលការបាញ់ដបចំនួន2ហើយកម្រោប2ទៀតវា4បាទសូមមើលអ្នកគ្នាបាទនេះគឺជាផ្ទាំងស៊ីបរបស់ខ្ញុំដែលបាញ់ដែលត្រូវបាញ់បងប្អូនគឺដបថ្នាំស្ប្រាយបាញ់ថ្នាំហើយយើងមកសាក់បាញ់កំប៉ុងថ្នាំមុនគេបាទត្រូវបាទគឺចម្ងាយ25 ម៉ែត្របងប្អូនអត់ឆ្ងាយទេគឺល្មមហើយប៉ុណ្ណឹង25 ម៉ែត្រសัตว์ល្មមបាញ់យើងលោបបាញ់តាមដើមឈើវាមិនដល់ថ្នាក់100 ម៉ែត្រ50 ម៉ែត្រអីទេសัตว์នៅចូលមើលក្រកទី2ត្រូវទៀតត្រង់មែនតែនខាងកាលដាក់ការខ្ញុំដាក់អាកណ្ដុងធំបាញ់ក្របកង់នោះវាខ្លីវាអត់សូវត្រង់ពេលមកដាក់អាកណ្ដុងនេះវាវែងកណ្ដុងវែងត្រង់មកកណ្ដុងបាន8 ទឹកហើយត្រង់7 ទឹក8 ទឹកអូអានេះខុសត្រូវបន្តិចឆិតតិចវាមានខុសមានត្រូវបងប្អូនវាមិនចេះតែត្រូវទាំងអស់អានេះប្រហែលជាត្រូវហើយបាទនេះហ่าដែលមិនត្រូវនេះគឺសពតែម្ដងទេបងប្អូនសពតែម្ដងទេយើងបាញ់បានរហូតត្រូវទៀតចុងក្រោយគេអស់ហើយបាទឥឡូវយើងទៅមើលទាំងអស់គ្នាថាវាត្រូវចំណុចដែរទេហើយវាបែកវាធ្លាយ៉ាងម៉េចហើយកម្លាំងចង់ដឹងកម្លាំងវាបងប្អូនចង់ដឹងកម្លាំងវាបាញ់វាខ្លាំងអត់ហើយយើងដើរទៅមើលអ្នកគ្នាហើយយើងទុកកភ្លើងឲ្យស្រួលសិនអត់មានអីកងទេមានអាហ្នឹងកងដើរទៅមើលអ្នកគ្នាហើយយើងចាប់ផ្ដើមដើរទៅមើលអ្នកគ្នា
rồi dân đơ từ mơ chừng ngày 15 métបងប្អូនអូlạiមេឃលៀងដល់កលៀងពីម្សិលដល់ធូរដីសាច់ជើងនេះគឺដល់ហើយបងប្អូននេះយើងមើលឲ្យជាប់សិនអានេះមិនទាន់មើលវាជាប់គឺធ្លាយបែកខ្ទេចបងប្អូនអានេះត្រូវពីរគ្រាប់ដែលបាញ់វាអត់ធ្លាក់នេះវិញគឺធ្លាយដូចគ្នានេះអូបើសិនជាសัตว์វិញម៉ាំងក្ពាកឆ្ងាយ30 ម៉ែត្រក៏ប្រុកទាំងហេតុនេះដែលនៅឆ្ងាយវាយើងលោបបាញ់ហើយយើងមកមើលដបវិញម្ដងនេះកំប៉ុងនេះធ្លុះដានធ្លុះនេះដានវាចេះពុយបាញ់កំប៉ុងនឹងធ្លេងធម្មតាណានេះក៏ធ្លាយដូចគ្នានេះក្របដបងនេះបើសិនជាបាញ់ក្របជើងក្រោយវាអត់សូវអត់ធ្លុះអីបែបគាត់ណាមកធ្លុះតាមមកខាងនេះក៏ក្របដបងពីក្របហ្នឹងមិនក្របដបងអានេះអាចុងក្រោយតិចកលនេះធ្លុះដូចគ្នាខ្លាំងមែនទែនបងប្អូននឹងបើសិនជាធ្វើដៃទៀតអូដល់កកម្លាំងខ្យល់អានេះអត់ហ៊ានសប់ខ្លាំងសប់មុំឡើយវាទូកំពុងបាទសូមអរគុណច្រើនបងប្អូនជួបគ្នានៅវីដេអូក្រោយបាទឲ្យមេដៃខ្លួនឯងមួយ